ការឈ្លានពានរបស់ប្រទេសថៃគឺជាការបដិញ្ញាចិត្តស្នេហាជាតិរបស់កម្ពុជាប្រទេសកម្ពុជាគឺជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់និងសម្បូរទៅដោយវប្បធម៌ដ៏រុងរឿងប៉ុន្តែក៏បានឆ្លងកាត់នូវបញ្ហាប្រឈមជាច្រើនជាពិសេសការឈ្លានពាននិងការជ្រៀតជ្រែកពីប្រទេសជិតខាងដូចជាប្រទេសថៃការឈ្លានពានរបស់ថៃមិនត្រឹមតែកើតឡើងតាមរយៈជម្លោះព្រំដែនប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានទម្រង់ជាច្រើនដូចជាការគាំទ្រក្រុមប្រឆាំងនិងការប៉ុនប៉ងបំផ្លាញស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជាប្រវត្តិនៃការឈ្លានពានរបស់ថៃជាប្រវត្តិសាស្ត្រប្រទេសថៃបានបង្ហាញនៅគោលជំហរឈ្លានពានចំពោះកម្ពុជាជាច្រើនលើកច្រើនសារចាប់តាំងពីសម័យអាណានិគមបារាំងដែលសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907បានកំណត់ព្រំដែនដោយផ្អែកលើខ្សែទឹកភ្នំដងរែកប៉ុន្តែបានបន្សល់ទុកនៅភាពមិនច្បាស់លាស់ដែលនាំឲ្យមានជម្លោះរហូតមកដល់សម័យទំនើបឧទាហរណ៍ដ៏ច្បាស់បំផុតគឺជម្លោះប្រាសាទព្រះវិហារនៅឆ្នាំ2008ដែលបណ្ដាលឲ្យមានការប៉ះទង្គិចយោធានិងបាត់បង់អាយុជីវិតជាច្រើននៅឆ្នាំ2025ជម្លោះបានកើនឡើងវិញនៅតំបន់ត្រីកោណនិងជុំវិញប្រាសាទតាមាន់ដែលបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតនិងការផ្លាស់ទីលំនៅរបស់ប្រជាជនជាង27,000 នាក់ក្រៅពីជម្លោះព្រំដែនថៃក៏ត្រូវបានគេសង្ស័យថាបានជួយឧបត្ថម្ភក្រុមប្រឆាំងនៅកម្ពុជាដោយផ្ដល់ថវិកានិងការគាំទ្រផ្នែកនយោបាយដើម្បីបង្កអស្ថិរភាពផ្ទៃក្នុងឧទាហរណ៍នៅសម័យខ្មែរក្រហមនិងសម័យសង្គ្រាមស៊ីវិលក្រុមប្រឆាំងមួយចំនួនដែលមានមូលដ្ឋាននៅតាមព្រំដែនថៃកម្ពុជាត្រូវបានគេជឿថាបានទទួលការគាំទ្រពីប្រទេសថៃដើម្បីបន្តសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាការគាំទ្រនេះមានគោលបំណងធ្វើឲ្យកម្ពុជាចុះខ្សោយនិងរារាំងការអភិវឌ្ឍដើម្បីរក្សាឥទ្ធិពលថៃក្នុងតំបន់ផលប៉ះពាល់នៃការឈ្លានពានការឈ្លានពានរបស់ថៃគឺបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជាទី1ជម្លោះព្រំដែនបានបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងរារាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែនទី2គាំទ្រក្រុមប្រឆាំងបានបង្កអស្ថិរភាពនយោបាយដែលបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាត្រូវចំណាយធនធានយ៉ាងច្រើនដើម្បីរក្សាសន្តិសុខផ្ទៃក្នុងទី3ការឈ្លានពានទាំងនេះបានប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាជនកម្ពុជានិងធ្វើឲ្យមានការមើលងាយពីសហគមន៍អន្តរជាតិដែលអាចរារាំងនឹងការវិនិយោគបរទេសជាងនេះទៅទៀតការឈ្លានពានទាំងនេះបានបង្កនូវភាពមិនទុកចិត្តរវាងប្រទេសទាំងពីរដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានកាន់តែលំបាកឧទាហរណ៍ការព្យួរពាណិជ្ជកម្មនៅខែមិថុនាឆ្នាំ2025និងផលប៉ះពាល់សេដ្ឋកិច្ចតំបន់ព្រំដែនដែលជាប្រភពចំណូលសំខាន់សម្រាប់ប្រជាជនកម្ពុជានិងថៃសរុបមកការឈ្លានពានរបស់ថៃមិនថាតាមរយៈជម្លោះព្រំដែនឬការគាំទ្រក្រុមប្រឆាំងនោះទេជាការគំរាមកំហែងដល់ដែនអធិបតេយ្យភាពនិងការអភិវឌ្ឍរបស់កម្ពុជាដើម្បីទប់ទល់នឹងបញ្ហានេះកម្ពុជាត្រូវតែពង្រឹងសមត្ថភាពខ្លួនផ្នែកនយោបាយការទូតនិងសាមគ្គីភាពជាតិអ្នកនយោបាយនិងប្រជាជនទាំងមូលត្រូវតែបដិញ្ញាចិត្តស្នេហាជាតិនិងបដិសេធរាល់ទម្រង់នៃការជ្រៀតជ្រែកពីបរទេសតាមរយៈការសហការគ្នានិងការលើកកម្ពស់ផលប្រយោជន៍ជាតិកម្ពុជាអាចនឹងកសាងអនាគតដ៏រឹងមាំនិងរក្សាកិត្តិយសជាតិជារៀងរហូត